សួស្តីអ្នកនរគ្នាចឹងថ្ងៃនេះខ្ញុំលើកយក anime 2D មួយរឿងដើម្បីចែកជូនអ្នកនរគ្នាទស្សនាដែលរឿងនេះគេក៏បាននិយាយអំពីតួឯកប្រុសរបស់យើងបានឆ្លងទៅពិភពមួយទៀតគាត់ក៏ត្រូវបានគេវាយតម្លៃថាជាមនុស្សដែលកាចបំផុតតែអ្វីដែលអស្ចារ្យនោះគឺគាត់មានសមត្ថភាពមួយយ៉ាងដែលគ្រប់គ្នាមិននឹកស្មានដល់ចឹងមកចង់ដឹងថាតួឯកប្រុសរបស់យើងផ្សងព្រេងនៅក្នុងពិភពថ្មីយ៉ាងម៉េចយ៉ាងម៉ានោះមកតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នាតែមិនចូលទៅកាន់ស្ទើររឿង complete ជួយ like subscribe ខ្ញុំម្នាក់មួយផងតើបើរួចរាល់ហើយយើងចូលទៅកាន់ស្ទើររឿងរបស់យើងទាំងអស់គ្នាចាប់ផ្ដើមនៅសាច់រឿងមកគេក៏បានរំលឹកទៅខាងក្រោយបន្តិចនៅពេលដែលតួឯកប្រុសរបស់យើងស្ថិតនៅពិភពលោកចាស់របស់គាត់គឺជាក្រុមជួយសង្គ្រោះតែដោយសារតែឧបទ្ទវហេតុមួយទៅធ្វើឲ្យគាត់បានឆ្លងទៅពិភពមួយទៀតដែលត្រូវបានគេហៅថាពិភពសមាស្រមៃនៅក្នុងពិភពលោកនេះផងដែរមនុស្សក៏អាចចុះកិច្ចសន្យាជាមួយនឹងសត្វដើម្បីសហការជាមួយនឹងគ្នាបានរីឯសាងព្រីងបន្ទាប់ពីគាត់បានចូលក្នុងពិភពលោកមួយនេះសមត្ថភាពពិសេសរបស់គាត់ក៏បានភ្ញាក់ឡើងដូចគ្នាតែអ្វីដែលចង្រៃនោះសមត្ថភាពរបស់គាត់ត្រូវបានគេដឹងថាគឺជាសមត្ថភាពដ៏អត់ប្រយោជន៍បំផុតតែបើទោះបីជាអញ្ចឹងក្តីមិនមានន័យថាគាត់មិនអាចខ្លាំងបានទេ System ក៏បានប្រាប់ឲ្យសាងព្រីងត្រូវតែលេបយកត្បូងកិច្ចសន្យាដើម្បីគ្រប់គ្រងជីវិតប្រលឹងនិងស្មារតីសាងព្រីងក៏បានរំលឹកអំពីត្បូងនៃកិច្ចសន្យាគាត់ក៏ដឹងហើយថាវាគឺជាសមត្ថភាពដ៏ខ្លាំងក្លាបំផុតប៉ុន្តែវាក៏មានគុណវិបត្តិខ្លាំងផងដែរកាលមកដល់បច្ចុប្បន្ននៅក្នុងពិភពសមាសម័យក្មេងស្រីម្នាក់ក៏បានសួរសាងព្រីងកំពុងតែព្រួយបារម្ភរឿងអ្វីសាងព្រីងក៏ហៅនាងថាស៊ូជីងយ៉ៅសួរនាងតើមកទីនេះធ្វើអ្វីហើយជីងយ៉ៅមកទីនេះក៏ព្រោះតែនាងព្រួយបារម្ភទៅកាន់សាងព្រីងខ្លាចតែគាត់ឈួតដោយសារតែសមត្ថភាពដ៏អត់ប្រយោជន៍របស់គាត់សាងព្រីងក៏មានតែសោកគិតនៅក្នុងចិត្តដោយសារតែម្ចាស់រាងកាយដើមនេះបានដាស់ឡើងនូវសមត្ថភាពដ៏អត់ប្រយោជន៍ទៅធ្វើនាងខឹងបែបនេះគ្រានោះជីងយ៉ៅក៏ចាប់ផ្ដើមឆេះដុំតែម្ដងដោយសារតែសមត្ថភាពដ៏អត់ប្រយោជន៍របស់គេនេះបើទោះបីជាពិភពលោកមួយនេះមានសត្វច្រើនក៏ពិតមែនប៉ុន្តែគ្មានសត្វណាមួយដែលចង់ឲ្យគេគ្រប់គ្រងបាននោះទេឃើញនាងខឹងបែបនេះសាងព្រីងក៏បានដកយកត្បូងនៃកិច្ចសន្យាសួរនាងតើចង់ញ៉ាំដែរទេតែជាលទ្ធផលក៏ត្រូវបានជីងយ៉ៅស្ដីឲ្យម្ដងទៀតសាងព្រីងក៏បានគិតក្នុងចិត្តគុណវិបត្តិនៃសមត្ថភាពរបស់គាត់នោះប្រសិនបើជាគ្មានសត្វយកប្រាំចុះកិច្ចសន្យាជាមួយនឹងគាត់ការលេបយកនៅត្បូងកិច្ចសន្យាក៏គ្មានប្រសិទ្ធភាពផងដែរគ្រានោះសាងព្រីងមិនដឹងថាគិតអ្វីក៏ខំបំបែកត្បូងកិច្ចសន្យាតែម្ដងជីងយ៉ៅនាងក៏មានអាការភ្ញាក់ផ្អើលប៉ុន្តែសាងព្រីងគាត់គឺគ្មានអារម្មណ៍ផ្លាស់ប្ដូរអ្វីនោះទេជីងយ៉ៅបារម្ភក៏ប្រចាំមកសួរសាងព្រីងតែមិនអីទេឬបន្ទាប់ពីដឹងថាគាត់មិនអីហើយក៏បានប្រមានមិនត្រូវធ្វើបែបនេះម្ដងទៀតទេសាងព្រីងក៏បានលួងលោមនាងប្រាំទៅសួរតែមានគម្រោងបញ្ចប់ការសិក្សាមែនទេជីងយ៉ៅក៏ប្រាប់ថាត្រូវហើយមានតែការប្រយុទ្ធជាក់ស្ដែងប៉ុណ្ណោះទើបអាចពង្រឹងកម្លាំងរបស់នាងបន្ថែមទៀតមុននឹងចាកចេញក៏បានប្រាប់សាងព្រីងថានាងនឹងរាយការណ៍ទៅក្រុមរបស់នាងនៅថ្ងៃស្អែកមិនចាំបាច់រង់ចាំទេសាងព្រីងក៏មានតែយល់ស្របក៏ព្រោះតែការចូលរួមនៅក្រុមល្បាតនេះគឺជាក្តីសុបិនរបស់នាងឮដូច្នេះជីងយ៉ៅក៏បានលើកទឹកចិត្តព្រមទាំងប្រាប់នៅពេលដែលគេមានកម្លាំងគ្រប់គ្រាន់ហើយនោះនៅថ្ងៃណាមួយពួកយើងប្រកាសជាអាចធ្វើការជាមួយនឹងគ្នាបានតែសាងព្រីងក៏បានប្រាប់ឲ្យនាងបំភ្លេចវាចោលទៅមនុស្សដូចគាត់នេះស្ទើរតែធ្វើជាកសិករទេមកនិយាយបែបនេះមែនប៉ុន្តែក្នុងចិត្តក៏បានគិតពួកយើងប្រហែលជាមិនអាចជួបគ្នាម្ដងទៀតទេកាលពីក្មេងពួកយើងគឺធ្លាប់ជាសង្សារនឹងគ្នាហើយខ្ញុំក៏ពិតជាចង់អបគាត់ខ្លាំងណាស់និយាយរួចក៏ដើរទៅអោបជីងយ៉ៅតែម្ដងក៏ធ្វើឲ្យនាងស្រឡាញ់កាន់ជាខ្លាំងសូម្បីតែត្បូងកិច្ចសន្យារបស់គាត់ក៏ងឿងឆ្ងល់ផងដែរតើគាត់កំពុងតែធ្វើអ្វីរីឯជីងយ៉ៅក៏ប្រញាប់រត់ចេញទៅទាំងអឹមអៀនប្រាប់ថានាងទៅមុនហើយសាងព្រីងក៏បានស្រែកប្រាប់នាងឲ្យថែខ្លួនផងជីងយ៉ៅភ្លឹបបន្តិចក៏ប្រាប់សាងព្រីងលោកក៏ត្រូវតែថែរក្សាខ្លួនដូចគ្នានាងចេញទៅផុតសាងព្រីងក៏គិតក្នុងចិត្តអំបញ្ញមិញនេះមិនមែនជាចេតនារបស់គាត់ទេប៉ុន្តែរាងកាយរបស់គាត់គឺប្រតិកម្មដោយឯកឯងតែនេះគឺជាឥទ្ធិពលបន្ទាប់ពីលេបយកនៅត្បូងកិច្ចសន្យាមែនទេតែដោយសារតែគាត់ទទួលបានព័ត៌មានតិចតួចអំពីសមត្ថភាពមួយនេះដូច្នេះហើយគាត់ក៏ត្រូវតែបញ្ជាអំពីកម្រិតដើម្បីធ្វើឲ្យគាត់គ្រប់គ្រងទៅលើវាបានបន្ទាប់មកក៏បញ្ចេញនៅរាងកាយធម្មពលបញ្ជានៅរាងកាយមនុស្សឲ្យហោះចុះឡើងរហូតធ្វើឲ្យធ្លាក់មកខាងក្រោមផ្កាប់មុខបាត់ពេលនេះក៏ដឹងហើយថាគាត់ក៏មិនអាចទៅរួចទេអ្វីដែលគាត់អាចបញ្ជាក់បាននៅពេលនេះគឺគាត់អាចបញ្ជារាងកាយរបស់គាត់បានតាមសមត្ថភាពរបស់គាត់ប៉ុណ្ណោះក៏មានន័យថាវាក៏មិនអាចបញ្ចេញសកម្មភាពដោយខ្លួនឯងបានទេដរាបណាកាយសម្បត្តិរបស់ខ្ញុំត្រូវតាមស្តង់ដារខ្ញុំនឹងអាចចេះក្បាច់គុណគ្រប់ប្រភេទនៅពេលដែលខ្ញុំអាចកែលម្អរាងកាយរបស់ខ្ញុំបានហើយនោះខ្ញុំប្រកាសជាកាន់តែរឹងមាំបន្ថែមទៀតតែនៅមានបញ្ហាមួយទៀតប៉ុន្តែយើងមិនទាន់ដឹងថានៅមានបញ្ហាអ្វីផងសាច់រឿងក៏កាន់មកដល់គាត់ពេលនេះក៏បានស្ថិតនៅអាហារដ្ឋានក្រឡេកចុះឡើងក៏ធូរទ្រូងជាខ្លាំងព្រោះតែអំបញ្ញមិញនេះគឺគ្មានអ្នកចាប់អារម្មណ៍គាត់សាក់ទៅមាត់នោះទេភ្លាមនោះក៏ចាប់អារម្មណ៍ថាជើងរបស់គាត់កំពុងតែឈឺចាប់យ៉ាងខ្លាំងក៏ដឹងហើយថានៅពេលដែលគាត់បានគេងនោះរាងកាយរបស់គាត់គឺអាចផ្លាស់ទីដោយខ្លួនឯងបានហើយដោយសារតែវាបានដើរអស់ពេញមួយព្រឹកទៅធ្វើឲ្យគាត់បានឈឺជើងយ៉ាងនេះស្របពេលនោះក៏មានមនុស្សម្នាជាច្រើនក៏បានចាប់អារម្មណ៍ទៅកាន់នារីម្នាក់ដែលនាងគឺមានឈ្មោះថាលស៊ីយូសាងព្រីងក៏ស្គាល់ទៅកាន់នាងផងដែរប៉ុន្តែអ្វីដែលធ្វើឲ្យគាត់រត់តែភ្ញាក់ផ្អើលនោះ
គឺគាត់អាចមើលឃើញបិសាចនៅក្នុងខ្លួនរបស់នាងដឹងថែមទៀតអ្នកដទៃគឺមិនអាចមើលឃើញនោះទេក្រៅពីគាត់គ្រានោះស៊ីយូក៏បានដើរមកនិយាយជាមួយនឹងសាងពីងមើលទៅលោកដូចជាមិនស្ទើរល្អសោះគ្រប់គ្នាមើលឃើញធម្មតាប៉ុន្តែសាងពីងគាត់ក៏បានឃើញបិសាចនោះមកចាប់ស្មារបស់គាត់សាងពីងក៏ព្យាយាមប្រាប់ខ្លួនឯងត្រូវតែស្ងប់អារម្មណ៍ស៊ីយូក៏បានសួរម្ដងទៀតតើលោកឈឺមែនទេសាងពីងរំងាប់អារម្មណ៍រួចក៏ប្រាប់ថាគាត់សុបិនអាក្រក់រួចក៏លានាងចាកចេញពីទីនេះរីឯបិសាចដែលនៅក្នុងខ្លួនរបស់នាងវិញក៏ធំក្លិនភាពភ័យខ្លាចចេញអំពីសាងពីងដូចគ្នាសាច់រឿងក៏កាត់មកដល់សាងពីងឯនេះវិញដែលបណ្ដាគិតបណ្ដាថាហេតុអ្វីបានជានៅក្នុងសាលាមានបិសាចហើយតើមានបញ្ហាអ្វីទៅបានជាអ្នកគ្រប់គ្នាមើលមិនឃើញវារឿងមួយនេះគឺជាការបំភាន់ខ្ញុំគឺត្រូវតែរាយការណ៍រឿងនេះទៅកាន់លោកគ្រូនិយាយរួចក៏បានហៅគ្រូរបស់គាត់តែអ្វីដែលគាត់ស្មានមិនដល់សូម្បីតែលោកគ្រូក៏មាននៅបិសាចនៅក្នុងខ្លួនផងដែរសាងពីងក៏រត់ចេញទៅទាំងភ័យខ្លាចមិនយល់ថាមានរឿងអ្វីកើតឡើងនោះទេពេលនេះគាត់គឺស្ទើរតែឈួតទៅហើយគ្រានោះត្បូងកិច្ចសន្យាក៏បានធ្លាក់ចុះមកសាងពីងក៏ដឹងហើយថារឿងនេះបានកើតឡើងបន្ទាប់ពីគាត់បានលេបយកត្បូងនៃកិច្ចសន្យាកាលពីម្សិលមិញគេស្ទើរតែមិនជឿទេថាត្បូងនៃកិច្ចសន្យាបានផ្ដល់ធម៌ពលមកឲ្យគាត់ដោយសារតែគ្មានផ្លូវបកក្រោយបែបនេះសាងពីងគាត់គឺត្រូវទៅដើរទៅមុខមិនចាំយូរក៏បានលេបយកត្បូងនៃកិច្ចសន្យាជាលើកទី2ជាលទ្ធផលគាត់ក៏ទទួលបាននូវសមត្ថភាពពិសេសមួយដែលសមត្ថភាពពិសេសនេះផងដែរគាត់គឺអាចកំណត់អត្តសញ្ញាណគោលដៅរបស់គាត់គ្រានោះការកំណត់អត្តសញ្ញាណរបស់គាត់ក៏បានជោគជ័យបិសាចនោះក៏បានលេចខ្លួនចេញមកសាងពីងឃើញបែបនេះក៏ដឹងហើយថានេះគឺជាសកម្មភាពនៅអតីតកាលសាងពីងគាត់ក៏ដឹងហើយថាសមត្ថភាពដែលគាត់ទៅដាស់ឡើងមុននេះគឺចេញអំពីត្បូងនៃកិច្ចសន្យាតាមការប៉ាស្មានរបស់ខ្ញុំពេលនេះខ្ញុំគឺខ្លាចជាអ្នកកោះហៅដោយខ្លួនឯងហើយដូច្នេះរាងកាយជាមួយនឹងចិត្តរបស់ខ្ញុំនឹងមិនត្រូវបានរំខានដោយពិភពលោកខាងក្រៅទៀតនោះឡើយសមត្ថភាពរបស់ខ្ញុំពេលនេះគឺអាចកំណត់អត្តសញ្ញាណបានហើយក៏អាចលំដោះការគ្រប់គ្រងផ្លូវចិត្តបានផងដែរតាមអ្វីដែលខ្ញុំចាំសមត្ថភាពរបស់ស៊ូជីងយ៉ៅគឺទាក់ទងជាមួយនឹងស្មារតីដូចគ្នានាងប្រហែលជាមានវិធីដើម្បីដោះស្រាយវាហើយបន្ទាប់មកសាងពីងក៏បានធ្វើដំណើរតាមចិញ្ចើមផ្លូវក្នុងទីក្រុងគាត់ក៏បានជួបប្រទះជាមួយនឹងប្តីប្រពន្ធមួយគូសាងពីងស្ទើរតែមិនជឿទេថានៅក្រៅសាលាក៏មានបិសាចផងដែរពេលនេះគឺមិនដឹងទេថាចំនួនបិសាចគឺមានច្រើនប៉ុណ្ណាទៅក្រោយពីធ្វើដំណើរមិនយូរប៉ុន្មានសាងពីងក៏បានធ្វើដំណើរមកដល់ទីស្នាក់ការនៃក្រុមល្បាតជុំមកដល់ខាងក្នុងក៏មាននារីម្នាក់ចេញមកទទួលសាងពីងក៏ប្រាប់ថាគាត់មករកមនុស្សម្នាក់នាងគឺមានឈ្មោះស៊ូជីងយ៉ៅថ្ងៃនេះនាងប្រាប់ខ្ញុំថានឹងមករាយការណ៍នៅទីនេះលុះដូច្នេះកញ្ញាម្នាក់នោះក៏បានប្រាប់ឲ្យសាងពីងរកចាំបន្តិចគណៈពេលនោះយើងក៏បានឃើញផងដែរថាកញ្ញាម្នាក់នឹងនាងក៏មានបិសាចនៅក្នុងខ្លួនដូចគ្នា80ម៉ោងក្រោយសាងពីងក៏កំពុងអង្គុយរងចាំភ្ញាក់ផ្អើលក្នុងចិត្តថាសូម្បីតែនៅក្នុងភ្នាក់ងារក្រុមល្បាតក៏មានបិសាចផងដែរអ្វីដែលសំខាន់នោះលំដាប់ភ្នាក់ងារជាន់ខ្ពស់ទៅហើយនៅតែមិនអាចមើលឃើញវាស្របពេលនោះជីងយ៉ៅក៏បានមកដល់សួរសាងពីងមិនបានជាមកទីនេះសាងពីងក៏បានសើចដោយសារតែគាត់ព្រួយបារម្ភខ្លាចនាងមិនសម្របខ្លួននៅទីនេះជីងយ៉ៅក៏ប្រាប់ឲ្យគាត់កុំបារម្ភអីព្រោះតែនាងពេលនេះបានជួបជាមួយនឹងក្រុមដ៏ល្អមួយហើយសមាជិកក្រុមរបស់នាងក៏បានរាក់ទាក់ទៅកាន់សាងពីងជីងយ៉ៅក៏ប្រាប់បន្តថាពួកគេមើលថែនាងបានល្អណាស់ជីងយ៉ៅក៏បដិញ្ញាចិត្តថានាងនឹងខិតខំប្រឹងប្រែងឲ្យក្លាយជាជើងខ្លាំងមួយរូបនិងចេញទៅសម្លាប់សត្វបិសាចនៅក្រៅភពនៅថ្ងៃអនាគតដើម្បីសងសឹកឲ្យឪពុកម្ដាយរបស់ខ្ញុំនៅបែបនេះសាងពីងគាត់គឺមានតែងក់ក្បាលជីងយ៉ៅក៏ចាប់ផ្ដើមនេបនិតប្រាប់ថាក្រុមរបស់នាងកំពុងតែខ្វះមនុស្សរួចក៏អញ្ជើញសាងពីងឲ្យចូលរួមជាមួយនឹងនាងតែសាងពីងក៏បានបដិសេធដោយសារតែគាត់មិនស័ក្តិសមជាមួយនឹងការងារនេះទេហើយដោយសារតែនាងបានសម្របខ្លួនបានល្អហើយនោះគាត់ក៏មិនរំខាននាងទៀតដែរមកនិយាយដូច្នេះមែនប៉ុន្តែក្នុងចិត្តក៏បានលាទៅកាន់ជីងយ៉ៅបាត់ទៅហើយព្រោះតែជីងយ៉ៅជាមួយនឹងសមាជិកក្រុមរបស់នាងពេលនេះត្រូវបានធ្លាក់ចូលទៅក្នុងពិភពរំភ័ន្តរបស់បិសាចបាត់ទៅហើយអ្វីដែលធ្វើឲ្យសាងពីងរត់តែស្លុតចិត្តបន្ថែមទៀតនោះបិសាចមិនមែនមានត្រឹមតែនៅក្នុងសាលារៀននោះទេគឺមានពាសពេញទីក្រុងទាំងមូលមនុស្សដែលនៅទីនេះទាំងអស់គឺសុទ្ធតែត្រូវបានគ្រប់គ្រងទៅដោយបិសាចដែលមានកម្រិតចន្លោះកម្រិតមធ្យមនិងកម្រិតខ្ពស់ប៉ុន្តែបើទោះបីជាភ្នាក់ងារកំពូលនៃក្រុមល្បាតបានភ្ជាប់ឡើងក៏ដោយក៏ពួកគេមិនអាចវាយប្រហារបានដែរលើពីនេះទៅទៀតវិចារណញ្ញាណរបស់ខ្ញុំក៏បានប្រាប់ថាបិសាចដែលបានសម្លាប់លាស់ស៊ីយូក៏ពិតជាខ្លាំងក្លាខ្លាំងណាស់តាមការប៉ាន់ស្មានរបស់ខ្ញុំវាអាចជាបិសាចថ្នាក់កំពូលឬមួយក៏ជាបិសាចថ្នាក់ស្ដេចអ្វីដែលសំខាន់នោះបិសាចធានឆាងគឺពិតជាមានភាពវៃឆ្លាតខ្លាំងណាស់ពួកគេគឺអាចគ្រប់គ្រងទៅកាន់មនុស្សដែលមានកម្លាំងខ្លាំងជាងហើយចូលចិត្តគ្រប់គ្រងទៅលើមនុស្សដែលមានឋានៈខ្ពស់តទៅមុខទៀតវាមិនត្រឹមតែមានគ្រោះថ្នាក់នោះទេតែវាគឺអាចគ្រប់គ្រងទៅលើទីក្រុងទាំងមូលតែម្ដងដល់ពេលនោះមនុស្សនឹងក្លាយទៅជាទាសកររបស់ពួកវាលុះត្រាតែខ្ញុំអាចក្លាយទៅជាមនុស្សដែលរឹងមាំទៅបានបន្ទាប់មកសាច់រឿងក៏បានកម្មមកដល់ម៉ោង3ទៀបភ្លឺសាងពីងក៏បានក្រោកមកពេលនេះគាត់ក៏បានឡើងមួយកម្រិតហើយប៉ុន្តែពេលវេលាសម្រាប់របស់គាត់ក៏បានកាប់បន្ថយយ៉ាងច្រើនប៉ុន្តែអ្វីដែលសំខាន់ត្បូងដែលនៅក្នុងសម័យនេះគឺសុទ្ធតែគ្មាន
ពណ៌ហើយនៅគ្មានអ្វីប្រែប្រួលនោះទេនៅពេលដែលគាត់បានលេបយកវាបន្ទាប់មកសាងពីងក៏ដកយកត្បូងពណ៌ស្វាយមួយដើម្បីលេបចូលទៅក្នុងពោះក្រោយពីលេបរួចក៏ទន្ទឹមរង់ចាំតែមានរឿងអ្វីកើតឡើងគ្រានោះពន្លឺធម្មពលយ៉ាងខ្លាំងក៏បានចែកចាំងពីពេញបន្ទប់របស់គាត់ពេលនេះសាងពីងគាត់ក៏ទទួលបាននូវសមត្ថភាពពិសេសថ្មីដែលជា Night Walker ជាមួយនឹងសមត្ថភាពពិសេសនេះចក្ខុវិស័យរបស់សាងពីងនៅពេលយប់គឺកាន់តែមុតស្រួចហើយល្បឿនរបស់គាត់នឹងកាន់តែលឿនជាពិសេសនោះគាត់គឺស្ទើរតែអាចបំបាំងកាយបានបាត់ទៅហើយពេលនេះសាងពីងគាត់ក៏យល់នៅរឿងមួយទៀតហើយគឺមានតែត្បូងពណ៌ប៉ុណ្ណោះទៅធ្វើឲ្យគាត់ឡើងកម្រិតបន្ទាប់មកសាងពីងក៏ចេញទៅខាងក្រៅដើម្បីតេស្តសមត្ថភាពរបស់គាត់ខណៈពេលដែលកំពុងរត់នោះក៏គិតក្នុងចិត្តថាការមើលរបស់គាត់គឺកាន់តែច្បាស់នៅពេលយប់ស្របពេលនោះគាត់ក៏បានជួបប្រទះជាមួយនឹងចិញ្ចៀនមួយក្រោយពីកំណត់អត្តសញ្ញាណរួចក៏ដឹងហើយថានេះគឺជាចិញ្ចៀនធ្វើឃាតបន្ទាប់ពីពាក់វារួចទម្រង់ជីវិតរបស់អ្នកនឹងប្រងើយកន្តើយចំពោះអ្នកក៏មានន័យថារាងកាយរបស់យើងនឹងមិនស្ដាប់បញ្ជារបស់យើងនោះទេហើយមានតែមនុស្សដែលមានសមត្ថភាពដាស់ឡើងកម្រិតខ្ពស់ប៉ុណ្ណោះទើបអាចស្ទង់ជាមួយនឹងវាគ្រានោះម្ចាស់ចិញ្ចៀនក៏បានលេចខ្លួនចេញមកសាងពីងក៏ត្រៀមខ្លួននៅការប្រយុទ្ធគិតក្នុងចិត្តថែមទៀតតើវាអាចជាល័ស៊ីយូដែរទេប៉ុន្តែវាមិនអាចទៅរួចទេព្រោះតែល័ស៊ីយូគឺជាក្មេងកំព្រាដូចទៅនឹងរាងកាយម្ចាស់ដើមដែរហេតុផលគឺមានតែមួយគត់លើកលែងតែមានមនុស្សផ្សេងទៀតដឹងអំពីបិសាចដែលនៅក្នុងខ្លួនមនុស្សនៅក្នុងទីក្រុងគ្រានោះបិសាចក៏បានមកដល់ទីនេះតែសាងពីងក៏បានប្រើប្រាស់សមត្ថភាពពិសេសរបស់គាត់បំបាំងកាយបាត់សមត្ថភាពរបស់សាងពីងគឺមិនធម្មតានោះទេសូម្បីតែបិសាចម្នាក់នេះក៏មិនអាចកត់សម្គាល់បានដែរដល់អញ្ចឹងវាក៏បានប្រញាប់ចេញទៅដើម្បីប្រាប់ទៅកាន់ស្ដេចរបស់វាសាងពីងដែលកំពុងតែលាក់ខ្លួនក៏ដឹងហើយថាចិញ្ចៀននេះគឺពិតជាកម្មសិទ្ធិរបស់បិសាចធានឆាងមែនឆ្លៀតឱកាសនេះគាត់គឺទៅតែស្វែងរកអំពីកម្លាំងដែលនៅពីក្រោយវាប៉ុន្តែវាកាន់តែគ្រោះថ្នាក់បើគាត់ដាក់វានៅតាមខ្លួនដូច្នេះហើយគាត់រក្សាទុកវាតែពេលនេះប៉ុណ្ណោះសាច់រឿងក៏កាត់មកដល់80ម៉ោងក្រោយសាងពីងគាត់ក៏នៅតែបន្តមើលទៅកាន់ចិញ្ចៀននេះដោយសារតែចិញ្ចៀនធ្វើឃាតនេះហើយទៅធ្វើឲ្យគាត់បានលាក់ខ្លួនចេញអំពីបិសាចនោះបានសម្រេចវាហាក់បីដូចជាកម្លាំងគឺមិនអាចពឹងផ្អែកទៅលើតែខ្លួនឯងបាននោះទេវាក៏ត្រូវតែពឹងផ្អែកទៅលើឧបករណ៍មួយចំនួនផងដែរស្របពេលនោះសំឡេង System ក៏បានបន្លឺឡើងប្រាប់ឲ្យសាងពីងលាក់ខ្លួនគ្រាន់តែនិយាយមិនទាន់ចាប់ស្រូបបផងបិសាចមួយចំនួនក៏បានធ្វើដំណើរមកដល់បាត់ទៅហើយតែសំណាងល្អសាងពីងក៏បានធ្វើពុតជាដីទាន់ពេលបិសាចមួយនេះក៏បានសោចនិយាយថាគឺជាគេមែនទេរួចក៏បានប្រើប្រាស់កញ្ញាំរបស់ខ្លួនពពេញទៅដោយធម៌ពលវាយទៅកាន់សាងពីងតែបើទោះបីជាអញ្ចឹងក្តីសាងពីងក៏នៅតែមិនកម្រើកថែមទាំងសមុខយ៉ាងលឺទៀតឃើញបែបនេះគេក៏បានដកកញ្ញាំទៅវិញដោយសារតែគ្មានការប្រែប្រួលអារម្មណ៍នឹងដង្ហើមរបស់ចិញ្ចៀននោះគេក៏គិតថាមិនមែនជាគេនោះទេរួចក៏នាំគ្នាដើរចាស់ចេញទៅតែកូនចៅរបស់គេម្នាក់ក៏សួរសម្ដេចមិនបានជាមិនសម្លាប់បុគ្គលម្នាក់នេះអញ្ចឹងព្រោះតែគេគឺតែងតែរត់រាល់ព្រឹកប៉ុន្តែថ្ងៃនេះវិញនិយាយមិនទាន់ចប់ស្រួលផងក៏ត្រូវបានស្ដេចរបស់វាសម្លឹងមកយ៉ាងកំណាចដូច្នេះហើយវាក៏បានសុំទោសបន្ទាប់ពីពពួកបិសាចចេញទៅផុតសាងពីងក៏បានក្រោកមកស្ដីឲ្យខ្លួនឯងពិតជាធ្វេសប្រហែសខ្លាំងណាស់គាត់ស្ទើរតែត្រូវបានគេចាប់បានទៅហើយព្រោះតែរាល់ព្រឹកគាត់គឺតែងតែរត់តែក៏សំណាងល្អដែរដែលគាត់អាចបញ្ជារាងកាយរបស់គាត់ឲ្យដេកទាំងបង្ខំនិងមិនបានបង្ហាញអំពីការប្រែប្រួលអារម្មណ៍ទៅឲ្យគេដឹងរឿងដែលគាត់ត្រូវធ្វើបន្ទាប់នោះគឺត្រូវតែធ្វើពុតរស់នៅដូចធម្មតាបន្ទាប់មកសាច់រឿងក៏កាត់មកដល់កន្លែងញ៉ាំអាហារវិញនារីទាំងពីរនាក់នេះក៏បាននិយាយទាក់ទងអំពីក្រុមស្រាវជ្រាវបានស្វែងរកឃើញសាកសពខ្មៅរឿងមួយនោះគឺជាកំពូលឃាតករលេខ1ដែលនៅក្នុងទីក្រុងនេះលើដូច្នេះសម្បីតែសាងពីងគាត់ក៏ចាប់អារម្មណ៍ទៅកាន់ឃាតករលេខ1នោះផងដែរគាត់ក៏បានគិតថាអាចជាអបិស្បែកសនោះដែរទេវាហាក់បីដូចជាបិសាចធានឆាងកំពុងតែសម្លាប់មួយគម្រាម100ហើយអាចសម្លាប់មនុស្សបានភ្លាមកម្លាំងរបស់លស៊ីយូគឺពិតជាមិនធម្មតាមែនហើយពេលនេះខ្ញុំគឺទៅតែស្វែងរកឧបករណ៍ខ្លះដើម្បីមកការពារខ្លួនបន្ទាប់មកសាងពេងក៏បានធ្វើដំណើរមកដល់ទីតាំងមួយកន្លែង System ក៏បាននិយាយដដែលថាការកំណត់អត្តសញ្ញាណបានបរាជ័យតែមិនយូរប៉ុន្មានវាក៏អាចកំណត់អត្តសញ្ញាណបានម្ដងទៀតមិនត្រឹមតែអាចកំណត់អត្តសញ្ញាណបានវិញទេថែមទាំងឡើងទៅដល់កម្រិតមធ្យមទៀតផងពេលនេះសាងពេងក៏បានមើលឃើញបិសាចនេះគឺជាបិសាចកញ្ជ្រោងកម្រិតមធ្យមបិសាចនោះក៏សួរសាងពេងតើកំពុងតែមើលអ្វីសាងពេងក៏បានសុំទោសព្រមទាំងដើរចេញទៅរីឯគោលដៅរបស់សាងពេងពេលនេះគាត់គឺត្រូវតែស្វែងរកហាងដែលមិនត្រូវបានគ្រប់គ្រងទៅដោយបិសាចស្របពេលនោះសាងពេងក៏ធ្វើដំណើរមកដល់ហាងមួយដែលមាននៅលោកតាម្នាក់កំពុងតែតថ្លៃតែដោយសារតែលោកតាមិនអ្វីរវល់បែបនេះក៏ធ្វើឲ្យប៉ែកនោះមួម៉ៅយ៉ាងខ្លាំងខណៈពេលនោះផងដែរសាងពេងក៏បានដើរមកយកដាវមួយមកមើលគាត់ក៏វាតម្លៃឃើញថាដាវនេះគឺគ្រាន់តែជាដាវអត់ប្រយោជន៍មួយប៉ុណ្ណោះចំណែកឯអប៉ែម្ចាស់ហាងក៏បានស្ទុះមកចោទសាងពេងថាចង់យកដាវរបស់គេហក់មកលឿនពេកនឹងសាងពេងខាត់មិនទាន់ក៏ធ្វើឲ្យដាវដែលគាត់កំពុងតែកាន់បាត់ហើយឃើញចឹងម្ចាស់ហាងក៏រត់ទៅមួម៉ៅបន្ថែមទៀតប្រាប់ថាហ៊ានបំផ្លាញរបស់យើងផងយើងគឺជាកូនសិស្សផ្ទាល់របស់លោកគ្រូម៉ាទទួលនឹងការវិភាគរន្ទះទាំង5របស់យើងទៅស្របពេលដែលយើងមិនទាន់ដឹងថាសាងពេងនឹងទប់ទល់ដល់របៀបណាផងនោះស្ទើររឿងក៏បានមកដល់ទីបញ្ចប់ផងដែរចាំមកពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយ like Subscribe ខ្ញុំម្នាក់មួយផងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេយើងច្រើនជួបគ្នានៅវីដេអូក្រោយបាយបាយ